ពេលខ្ញុំត្រឡប់ពីទិញកាហ្វេឲ្យប្រពន្ធវិញខ្ញុំក៏ឃើញគេលក់លតឆាលតឆាអាពេលលក់លតឆាខ្ញុំក៏តូទិញលតឆាមួយទៀតផ្ញើប្រពន្ធប៉ុន្តែនៅពេលដែលខ្ញុំកំពុងតែទិញលតឆាហ្នឹងខ្ញុំក៏ឃើញគេដាក់ចេកលុកនៅមុខផ្ទះគេបាទចេកនេះអានេះបងប្អូនមួយចំនួនប្រហែលជាមួយចំនួនតូចប្រហែលជាមិនស្គាល់ថាហ្នឹងចេកអីបាទចេកនេះឃើញទេចេកហ្នឹងស្ងោរឆ្ងាញ់ណាស់ពេលដែលខ្ញុំចូលផ្សារខ្ញុំតែងតែរកមើលកន្លែងលក់ចេកលក់ផ្អែមលក់អីតែតែរកចេកហ្នឹងស្ងោរគេហៅថាចេកស្នាប់មុខណាចេកហ្នឹងស្ងោរឆ្ងាញ់ណាស់បាទពេលឃើញចឹងត្រូវហ្មងខ្ញុំក៏បានទិញបាទគេលក់ធូរថ្លៃចេកហ្នឹងមួយស្និតគេលក់តែ 4000 ទេខ្ញុំតគេចុះបាន500ចឹងទាំងអស់មួយស្និតនៅសល់តែ 3500 ទេពីរស្និតហ្នឹង 7000ឃើញអត់ពុកម៉ែបងប្អូនឃើញអត់នេះបាទចេកទុំដើមតំណងណាបាទអានេះវានៅរៀងស្គៀលតិចបាទនេះមានទុំនេះឃើញអត់បាទចេកនេះស្ងោរឆ្ងាញ់ណាគេហៅចេកស្នាប់មុខបាទចាំមើលទីទៀតខ្ញុំនឹងដាក់វាស្ងោរចេកស្នាប់មុខចេកហ្នឹងបងប្អូនចេកស្នាប់មុខស្ងោរឆ្ងាញ់ណាស់